បាទគោរពសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះម៉ោង5:76ហើយគឺនៅយើងនៅសល់ឡាន Isuzu 018មួយគ្រឿងចុងក្រោយគេណាពុកម៉ែបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនមើលហើយគឺវាមានការស្ទះខ្លាំងមែនទែនទៅលើសំបុកឃ្មុំឡានអញ្ចឹងបើសិនបើពុកម៉ែបងប្អូនមានតម្រូវការពុកម៉ែបងប្អូនទាំងអស់គ្នាអាចមកបានណាឬក៏អាចតាក់ទងតាមរយៈលេខទូរស័ព្ទដាក់ខាងលើហ្នឹងឬ ចូលមកដល់ទីតាំងក្រាស់តមកបាទនៅលើផ្លូវ60 ម៉ែត្រផ្លូវបុកទៅពលានថ្មីចិត្តនឹងស្ពានសម្ដេចបវរធម្មតីយើងហ្នឹងបាទហើយពុកម៉ែបងប្អូនបាទមើលហើយគួរយកឡានមកលាងទៅអានេះវាជន់ខប់ជន់អត់ទៅមានតែវ៉ាចេងវ៉ាឡើងឲ្យពិបាកអីពុកម៉ែបងប្អូនអាចមកធ្វើការអញ្ជើញមកលាងសម្អាតសម្បុកឃ្មុំឲ្យបានស្អាតធ្វើឲ្យឡានពុកម៉ែបងប្អូនហ្នឹងស្ទុះដូចដើមវិញហើយបាទអរគុណច្រើន